ដោយមានគ្មានជាច្រើនគាត់បានសួរនាំខ្ញុំអំពីការងារដែលខ្ញុំបានធ្វើនៅក្នុងវិទ្យាស្ថានបារាំងនៅកម្ពុជាដែលយើងហៅជាភាសាបារាំងថា Institut Français du Cambodge នៅក្នុងនោះខ្ញុំមានតួនាទីជាបុគ្គលិកផ្នែក Digital នៅក្នុងបណ្ណាល័យនៃវិទ្យាស្ថានបារាំងនៅកម្ពុជាហ្នឹងដែលយើងហៅជាភាសាបារាំងហៅកាត់ថា EFC អញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញអ្នកនរធួអំពីចំណេះដឹងដែលខ្ញុំទទួលបានពីកន្លែងការងារចាស់របស់ខ្ញុំណាអូខេជាទូទៅនៅក្នុងវិទ្យាស្ថានបារាំងហ្នឹងគឺយើងចែកផ្នែកគ្នាធ្វើការរៀងៗខ្លួនមានន័យថាអ្នកណាកាន់ផ្នែកអីអ្នកនោះគឺជាអ្នកទទួលរ៉ាប់រងដាច់មុខតែម្ដងយើងហៅជាភាសាបារាំងថា responsibility ណាដែលយើងមានទំនួលខុសត្រូវរៀងខ្លួនអត់មានបណ្ណាច្បាស់ប៉ុណ្ណេះណាទេជាសោតការដែលខ្ញុំមិនទាន់ចូលធ្វើការនៅទីនោះខ្ញុំមានអារម្មណ៍ថាខ្ញុំហាក់បីដូចជានៅក្មេងខ្ចីទោះបីជាខ្ញុំបានស្ថិតនៅក្នុងឆ្នាំទី4ក៏ដោយក៏ខ្ញុំមានអារម្មណ៍ថាអត់ទាន់មានចំណេះដឹងទូលំទូលាយដែលអាចបំពេញការងារឲ្យគេដែរជាសោតបន្ទាប់ពីបានចូលទៅធ្វើការនៅក្នុងវិទ្យាស្ថានបារាំងនៅកម្ពុជាខ្ញុំយល់ឃើញថាខ្ញុំទទួលបានចំណេះដឹងច្រើនខ្លះមែនទែនដែលសុទ្ធសឹងតែជាការងារដែលយើងមិនដែលជួបឬក៏មិនដែលរៀននៅក្នុងសាកលណាទីសោតទៅនៅក្នុងនោះគឺខ្ញុំបានរៀនច្រើនហើយចំណុចដែលខ្ញុំចង់ចែករំលែកធំបំផុតនោះគឺការប្រស័យតាក់ទងដៃគូដើម្បីមកធ្វើការនៅក្នុងវិទ្យាស្ថានបារាំងកម្ពុជានៅពេលដែលយើងចង់បង្កើតកម្មវិធីអីមួយតាក់ទងជាមួយនឹងការងារដែលយើងបានរ៉ាប់រងមានន័យថាខ្ញុំគឺជាបុគ្គលិកផ្នែក Digital អញ្ចឹងខ្ញុំត្រូវតែបង្កើតកម្មវិធីជា workshop ឬក៏ជាការបង្រៀនស្អីមួយឲ្យតាក់ទងជាមួយនឹង Digital អញ្ចឹងទៅកន្លែងហ្នឹងគឺយើងត្រូវតែតាក់ទងភ្ញៀវនៅខាងក្រៅឬក៏ជាទូទៅខ្ញុំតាក់ទង Influencer ដូចជាបងសៅសិហាដូចជាខាង TikTok Academy និង Influencer ផ្សេងៗក៏ដូចជាសាលាដែលល្បីៗផ្សេងៗទៀតហៅគាត់មកធ្វើការនៅក្នុងទីនេះអញ្ចឹងការងារដែលយើងហៅគេមកធ្វើការនៅក្នុងវិទ្យាស្ថានហ្នឹងកន្លែងហ្នឹងគឺយើងអាចដែលរៀននៅក្នុងសាកលមានន័យថាតតែយើងប្រឡូកការងារទៅបានជួបការងារមួយហ្នឹងឬក៏យើងបំពេញការងារជាអ្នកស្ម័គ្រចិត្តអីចឹងទៅទើបយើងបានទទួលបានបទពិសោធន៍នៅក្នុងការអញ្ជើញភ្ញៀវមកធ្វើការនៅក្នុងជាដៃគូក្នុងនាមជាដៃគូជាមួយនឹងយើងអញ្ចឹងកន្លែងនេះនៅក្នុងវិទ្យាស្ថានបារាំងកម្ពុជាបានបង្រៀនខ្ញុំខ្លាំងមែនតើជាពិសេសមេរបស់ខ្ញុំផ្ទាល់ដែលគាត់បានបង្រៀនវឹកហាត់ក្នុងការនិយាយជាមួយភ្ញៀវក្នុងការផ្ញើជា mail ផ្លូវការផ្ញើជាឯកសារដើម្បីស្នើទៅសាលាអីផ្សេងៗជាឧទាហរណ៍កន្លែងហ្នឹងគឺគាត់បរៀនខ្ញុំមកគឺធ្វើឲ្យខ្ញុំបាទភ្ញាក់ហើយខ្ញុំមានអារម្មណ៍ថាវ៉ាវអញ្ចឹងការងារហ្នឹងគឺគេប្រព្រឹត្តទៅបែបហ្នឹងឯងពេលដែលមុនខ្ញុំមិនដែលឃើញឬក៏អត់ដែលបានធ្វើការងារហ្នឹងអញ្ចឹងទៅខ្ញុំអត់ដឹងឯងតែឥឡូវហ្នឹងគឺខ្ញុំដឹងច្បាស់ហ្មងពីរបៀបក្នុងការអញ្ជើញភ្ញៀវមកធ្វើការនៅក្នុងវិទ្យាស្ថានបារាំងកម្ពុជាមួយចំណុចទៀតនៅពេលដែលយើងធ្វើការនៅទីនោះវាធ្វើឲ្យយើងបាននិយាយភាសាបារាំងជារៀងរាល់ថ្ងៃអាហ្នឹងជាហេតុផលដ៏ល្អដោយសារតែយើងជាសិស្សបារាំងមែនក៏ប៉ុន្តែបើយើងអត់មានដៃគូឬក៏គ្នាក្នុងការនិយាយភាសាបារាំងទេខ្ញុំគិតថាភាសារបស់យើងវាអត់ទៅមុខលឿនទេអញ្ចឹងនៅទីនោះវាផ្ដល់ឱកាសឲ្យខ្ញុំនឹងបាននិយាយភាសាបារាំងជារៀងរាល់ថ្ងៃទើបធ្វើឲ្យភាសាបារាំងរបស់ខ្ញុំមានកម្រិតមួយកម្រិតទៀតមួយទៀតគឺយើងបានជួបនៅមនុស្សថ្មីដែលគេមានបទពិសោធន៍និងជំនាញផ្សេងៗគ្នាហើយយើងបានជួបពួកគាត់ហើយយើងបាននិយាយឬក៏ជជែកឬក៏បដោះបដូរចំណេះដឹងគ្នាទៅវិញទៅមកទៅបានយើងមានអារម្មណ៍ថាអូខេនៅពេលដែលធ្វើការនៅទីនេះយើងចំណេញបានចំណេះដឹងផ្សេងជាច្រើនដែលយើងនៅតាមមួយកន្លែងហើយគេមកហៅយើងឬក៏គេមកឲ្យចំណេះដឹងយើងណានៅពេលដែលគេមកអញ្ចឹងយើងតែងតែមានការតាក់ទងគ្នានិយាយគ្នាអញ្ចឹងទៅនៅពេលហ្នឹងយើងអាចមានឱកាសក្នុងការសួរពួកគាត់ជាអ្នកណាជំនាញគាត់អីគេអាចចែកបទពិសោធន៍បានអត់អាហ្នឹងគឺជាចំណុចដែលសំខាន់ហើយមួយទៀតយល់ពីតម្លៃនៃស្នាដៃនៅក្នុងនោះជាទូទៅគឺគេតែងតែមានការតាំងពិព័រណ៍ស្នាដៃរបស់សិល្បករយើងទូទៅណាអញ្ចឹងនៅក្នុងហ្នឹងនៅពេលដែលគេតាំងពិព័រណ៍នៅស្នាដៃនីមួយធ្វើឲ្យយើងនឹងយល់ពីតម្លៃនៃស្នាដៃ by creative ថ្មីគឺខ្ញុំហ៊ាននិយាយតាមតតាមមុននឹងខ្ញុំទៅធ្វើការនៅទីនោះខ្ញុំអត់យល់ពីអាហ្នឹងតទៅសមមកថាស្អីគេស្នាដៃស្អីគេអត់យល់ចេះតែបង្កើតមែនអីចឹងដែរក៏ប៉ុន្តែអត់ទេទាំងអស់ដែលគេបង្កើតហ្នឹងគឺចេញដោយគំនិតការគិតពិចារណាល្អិតល្អន់ហើយប្រើពេលប្រើថវិកាយកទៅធ្វើវា
ទាំងស្រុងទើបចេញជាស្នាដៃដែលល្អឥតខ្ចោះហើយដាក់តាមពិព័រណ៍ឲ្យសាធារណជនមើលនេះគឺជាចំណេះដឹងដែលល្អបំផុតហើយខ្ញុំយល់ឃើញថាកន្លែងការងាររបស់ខ្ញុំពិតជាល្អហើយបានផ្ដល់ចំណេះដឹងទាំងអស់ហ្នឹងដែលខ្ញុំមិនដែលជួបពីមុនមកមួយវិញទៀតវិទ្យាស្ថានបារាំងនៅកម្ពុជាតែងតែផ្ដល់ឱកាសឲ្យបុគ្គលិករបស់ខ្លួនបានរៀននៅចំណេះដឹងថ្មីមានន័យថាមានពីរករណីគឺទី1យើងអាចស្នើសុំទៅថ្នាក់លើរបស់យើងដើម្បីរៀននៅចំណេះដឹងថ្មីតាក់ទងជាមួយនឹងការងាររបស់យើងសប្តាហ៍យើងអាចទៅសុំគាត់ទៅរៀនសិក្ខាសាលាវគ្គខ្លីនៅកន្លែងផ្សេងឬក៏សុំគាត់ទៅក្រៅប្រទេសដើម្បីបន្តការសិក្សាឲ្យតាក់ទងមួយជំនាញអញ្ចឹងទៅហើយមួយវិញទៀតគាត់ក៏បានអញ្ជើញគ្រូពីក្រៅមកបង្រៀនយើងដល់ទីតាំងតែម្ដងហើយចំណុចពិសេសដែលខ្ញុំចង់ជំរាបផងដែរនៅពេលដែលខ្ញុំធ្វើការនៅទីនោះគឺខ្ញុំមានឱកាសក្នុងការបញ្ចេញស្នាដៃមានន័យថាខ្ញុំមានឱកាសអញ្ជើញភ្ញៀវមកឬក៏មានអ្នកចូលរួមជាឯកឧត្តមធំជាសោតការដែលឆ្នាំ2025ខែ3ខ្ញុំបានជួបឯកឧត្តមខៀវកញ្ញរិទ្ធជាលើកដំបូងនៃឆាជីវិតគឺគាត់អញ្ជើញមកទស្សនានៃការងាររបស់ខ្ញុំនៅពេលដែលខ្ញុំរ៉ាន់កម្មវិធីក្នុងផ្ទាល់ហ្មងគឺគាត់បានអង្គុយមើលខ្ញុំក្នុងការធ្វើជា MC ដោយ corporate ជាមួយនឹងបងសួងម៉ារ៉ាឌីដែលជាអ្នកថតរូបសត្វស្លាបល្បីមួយនៅកម្ពុជាណាគាត់បានអង្គុយមើលខ្ញុំថ្ងៃនោះគឺខ្ញុំសប្បាយចិត្តខ្លាំងមែនទែនដែលមានរដ្ឋមន្ត្រីជា idol ហើយគាត់មកអង្គុយមើលយើងក្នុងការរ៉ាន់កម្មវិធីជាសោតប្រហែលជាមួយខែក្រោយមកទៀតគឺខ្ញុំបានជួបឯកឧត្តមហ៊ុនម៉ាណីម្ដងទៀតហើយខ្ញុំបានជជែកជាមួយគាត់នៅរឿងមួយចំនួនដែរដែលខ្ញុំចង់ស្នើទៅគាត់នៅថ្ងៃណាមួយហើយថ្ងៃនោះក៏ខ្ញុំបានជួបនៅឯកឧត្តមខៀវកញ្ញរិទ្ធម្ដងទៀតក៏ដូចជាឯកឧត្តមJean-François Tan ជា idol របស់ខ្ញុំជាអ្នកអត្ថាធិប្បាយ geopolitique ណាជាភូមិសាស្ត្រនយោបាយគឺគាត់ប្រកែកអត្ថាធិប្បាយខ្លាំងមែនទែនអញ្ចឹងមានន័យថានៅពេលដែលយើងធ្វើការនៅទីនោះគឺយើងមានឱកាសក្នុងការបញ្ចេញនៅសមត្ថភាពឬក៏ស្នាដៃដែលយើងចង់បញ្ចេញហ្នឹងនៅក្នុងកន្លែងហ្នឹងហ្មងហើយគឺបែបផ្លូវការខ្លាំងមែនទែននៅក្នុងវិទ្យាស្ថានបារាំងកម្ពុជាជាសោតឱកាសនៃការជួបនៅអ្នកធំផ្សេងឬក៏អ្នកដែលមានមុខមាត់ផ្សេងហ្នឹងគឺខ្ញុំបានចូលរួមនៅកម្មវិធីផ្សេងនៅក្នុងស្ថានទូតបារាំងនៅពេលនោះគឺជាពេលវេលាដែលខ្ញុំមានឱកាសក្នុងការជជែកឬក៏ដកស្រង់បទពិសោធន៍ថាតើនៅពេលដែលអ្នកដែលមានឋានៈធំគាត់ជួបគ្នាគាត់បញ្ចេញអាកប្បកិរិយាយ៉ាងដូចម្ដេចដែលជាទូទៅយើងធម្មតាយើងឋានៈធម្មតាគឺមិនដែលឬក៏មិនងាយក្នុងការឃើញពួកគាត់បងចំណុចចុងក្រោយដែលជាចំណុចសំខាន់ខ្ញុំគិតថាជាទូទៅខ្ញុំតែងតែឮគ្នាយើងថាបណ្ណារៈតែងតែជាមនុស្សដែលធ្វើការនៅក្នុងបណ្ណាល័យហើយការងារនោះគឺតែងតែរៀបសៀវភៅក៏ប៉ុន្តែវាមិនមែនអញ្ចឹងទេការងារនៅក្នុងបណ្ណាល័យឈ្មោះថាបណ្ណារៈនៃវិទ្យាស្ថានបារាំងនៅកម្ពុជាហ្នឹងគឺមិនមែនតែរៀបសៀវភៅទេអ្នកនរគ្នាគឺដូចខ្ញុំបរិយាយខាងមុខបន្តិចចឹងមិញថាយើងមានការងារដែលយើងត្រូវរ៉ាន់មានន័យថាបង្កើត event អីផ្សេងជើញវាគ្មិនចូលមកអាហ្នឹងគឺជាការងារមួយភាគធំដែលយើងត្រូវធ្វើជាប្រចាំហើយនឹងការងារផ្សេងទៀតដូចជាការទទួលភ្ញៀវការធ្វើខ្ចីសងសភៅការធ្វើសភៅធ្វើ acquisition ធ្វើ poster ដែលខ្ញុំគឺជាអ្នករ៉ាប់រងផ្នែក poster ជាអ្នករ៉ាប់រងផ្នែក Facebook តាម social media Gmail អីផ្សេងគឺយើងមានការងារជាច្រើនដែលយើងត្រូវធ្វើហើយការងារទាំងអស់ហ្នឹងបូកចូលគ្នាខ្ញុំឲ្យតម្លៃវាថាខ្ញុំឲ្យភាគរយវាថាជា 30% ចុះហើយការងារដែលយើងទទួលភ្ញៀវឬក៏ខ្ចីសងសៀវភៅហ្នឹងតែ 10% អីទេហើយការងារដែលយើងបង្កើតកម្មវិធីគឺជាការងារ 50% នៃការងាររបស់យើងហើយប្រហែលជាសល់ 15% ទៀតគឺជាការងារដែលយើងត្រូវតែធ្វើជាប្រចាំដែលយើងមានការងារជាប្រចាំរហូតដល់ខ្ញុំបាច់ពណ៌នាជូនអ្នកនរគ្នាទេតែគ្រាន់តែចង់បង្ហាញឬក៏ប្រាប់នៅចំណុចសំខាន់ថាតើយើងបានធ្វើអីខ្លះឬក៏ខ្ញុំបានធ្វើអីខ្លះនៅក្នុងវិទ្យាស្ថានបារាំងកម្ពុជានោះប្រសិនបើអ្នកនរគ្នាមានចម្ងល់អាចសួរខ្ញុំបាននៅក្នុង comment ហើយខ្ញុំនឹងព្យាយាមក្នុងការសម្រាយមួយនៅចំណុចដែលអ្នកនរគ្នាចង់ដឹងចង់ឮអញ្ចឹងវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងទេខ្ញុំសង្ឃឹមថាវាគឺជាវីដេអូមួយដែលមានសារៈសំខាន់ទៅអ្នកនរគ្នាទៅចុះអរគុណជួបគ្នានៅវីដេអូក្រោយបាយចៅ